ចាប់ផ្ដើមសាច់រឿងមកអ៊ីស៊ូមីនិងមិត្តភក្តិរបស់ពួកគេកំពុងតែជជែកគ្នាអំពីការលេងកីឡាបាល់ទាត់របស់ពួកគេអ៊ីនូសាកាបានប្រាប់ទៅអ៊ីស៊ូមីថាពួកយើងត្រូវតែខំប្រឹងឡើងដើម្បីយកជ័យជំនះឲ្យបានអ៊ីស៊ូមីបានតបវិញថាវាត្រូវតែអញ្ចឹងហើយតែគេសង្ឃឹមថានឹងគ្មានរឿងអ្វីកើតឡើងមកលើគេទៀតចោះសម្រាប់អ្នកដែលដឹងទេអ៊ីស៊ូមីនឹងគឺជាមនុស្សដែលសូយយកតែមែនតែនមកអាប៉ែហ្នឹងពេលនោះដែរ Shikamori ក៏បានបង្ហាញខ្លួនឡើងមកនាងក៏បានប្រាប់ទៅអ៊ីស៊ូមីថាកីឡាបាល់បោះរបស់នាងនឹងចាប់ផ្ដើមលេងនៅម៉ោង 11:45 នាទីហើយកីឡាបាល់ទាត់របស់គេវិញតែគេចាប់ផ្ដើមលេងនៅម៉ោងប៉ុន្មានតែអ៊ីស៊ូមីបានតបវិញថាគេមិនទាន់ដឹងពីវាឡើយរួចអ៊ីស៊ូមីក៏គិតក្នុងចិត្តថាមើលទៅ style សក់របស់ Shikamori នៅថ្ងៃនេះគឺវាពិតជាស្រស់ស្អាតខ្លាំងណាស់ស្របពេលនោះដែរ Inosaka បានសួរទៅ Shikamori ថាពេលចង់សក់បែបហ្នឹងអញ្ចឹងវាអត់ពិបាកក្នុងការលេងទេមែនធ្វើឲ្យ Shikamori ក៏បានគិតបានបន្តិចផងដែរចំណែកឯ Neko វិញកំពុងតែចង់បោឲ្យទៅយុយហើយក៏បានសរសើរថាយុយពេលពាក់បោនឹងទៅពិតជាស្អាតខ្លាំងណាស់តែមើលមុខយុយទៅគឺពិតជាស្អាតរបស់គេមែន Please, Pete, I need this. អ៊ីស៊ូមីនិង Shikamori បានឃើញក្រដាស់ដែលបែងចែកពេលវេលាលេងកីឡាបិទនៅលើក្តារខៀនអ៊ីស៊ូមីបានគិតថាការប្រកួតបាល់នៅថ្ងៃនេះគេអាចដឹងថាគេនឹងធ្វើមិនបានល្អឡើយតែយ៉ាងណាគេនឹងផ្ដោតទៅលើការគ្រប់គ្រងរបស់ Shikamori ហើយនឹងបង្ហាញនាងពីភាពទាក់ទាញរបស់គេដើម្បីឲ្យធ្វើរឿងនេះបានតតែការប្រកួតរបស់ Shikamori នឹងធ្វើមុនការប្រកួតរបស់គេទើបវាអាចធ្វើទៅបានប៉ុន្តែសំណាងមិនល្អឡើយពួកគេបានមើលក្រដាស់នឹងទើបយើងបានដឹងថាការប្រកួតរបស់អ៊ីស៊ូមីគឺត្រូវបានចាប់ផ្ដើមមុនការប្រកួតរបស់ Shikamori អ៊ីស៊ូមីពិតជាអស់សង្ឃឹមខ្លាំងមែនទែន Shikamori បានប្រាប់ទៅអ៊ីស៊ូមីថា Neko ដែលនៅក្នុងក្លឹបបាល់ទះរបស់នាងបានប្រាប់នាងថាក្រុមដែលនាងត្រូវប៉ះនោះគឺមានម្នាក់ដែលមានសមត្ថភាពខ្លាំងណាស់អញ្ចឹងមើលទៅការប្រកួតនេះប្រហែលជាមិនស្រួលទេសម្រាប់នាងតែអ៊ីស៊ូមីបានចាប់ដៃ Shikamori ហើយក៏បាននិយាយពាក្យលើកទឹកចិត្តជាច្រើនទោះបីជាយ៉ាងម៉េចក៏ដោយអ៊ីស៊ូមីម្នាក់នេះនៅតែចាំគាំទ្រអូន Shikamori ជានិច្ចធ្វើឲ្យ Shikamori អៀនជាខ្លាំងការប្រកួតបាល់ទាត់ក៏បានចាប់ផ្ដើមនៅពេលដែលគេចាប់ផ្ដើមទាត់នោះបាល់បានហោះសម្ដៅទៅរកអ៊ីស៊ូមីពេលនោះអ៊ីស៊ូមីបានជាឈោមើលបាល់នោះងីងើដូចអាម៉េចទេអាប៉ែហ្នឹងដល់ពេលដែលអ៊ីស៊ូមីរកនឹងទាត់ហើយនោះខ្សែស្បែកជើងរបស់គេក៏បានដាច់ធ្វើអ៊ីស៊ូមីបានដួលកាប់មុខបាត់ទៅឃើញបែបនេះ Shikamori ក៏បានព្រួយបារម្ភផងដែរ Neko បាននិយាយថាមើលទៅអាភាពសោយរបស់អ៊ីស៊ូមីនឹងបានមករំខានទៀតហើយឬបែបនេះហើយអូនមិនសប្បាយចិត្តនោះទេបាល់ក៏បានលើកចេញពី Inosaka ពេលនោះដែរបាល់ក៏បានរមៀលទៅដល់មុខអ៊ីស៊ូមីរកនឹងទាត់បាល់នោះហើយក៏មានខ្យល់បក់បាល់នោះចេញបន្តិចធ្វើអ៊ីស៊ូមីទាត់ខុសហើយក៏បានដួលអរគូនម្ដងទៀតពីរអ្នកនេះឃើញហើយគឺអត់ដឹងនិយាយថាមិនជាមួយអ៊ីស៊ូមីទៀតឡើយវាមិនដែរណាសោយអីក៏សោយដល់ថ្នាក់ហ្នឹងទេស្របពេលនោះបាល់កំពុងតែហោះយ៉ាងលឿនអ៊ីស៊ូមីទើបតែក្រោកតែប៉ុណ្ណោះ Shikamori បានហៅអ៊ីស៊ូមីឲ្យប្រយ័ត្នអ៊ីស៊ូមីក៏បានឆ្ងល់ Shikamori ក៏បានធ្វើកាយវិការប្រាប់អ៊ីស៊ូមីថាបាល់មកហោះចំកណ្ដាលក្បាលឥឡូវហើយតែអ៊ីស៊ូមីលើបាយជាគិតថាសង្សាររបស់ខ្លួនកំពុងតែគ្រប់គ្រងទៅកាន់ខ្លួនទៅវិញមានឯបាល់ក៏បានហោះចំកណ្ដាលមកអ៊ីស៊ូមីពេញហ្មងធ្វើឲ្យគេដួលជាលើកទី3បានសម្រេច Shikamori ឃើញចឹងក៏បានប្រញាប់ប្រញាល់ទៅមើលអ៊ីស៊ូមីតែណែក៏បានប្រាប់ថាការប្រកួតបាល់បោះរបស់ពួកគេនឹងចាប់ផ្ដើមនៅបន្តិចទៀតនេះហើយតែ Shikamori បានប្រាប់ទៅ Neko វិញថាឲ្យ Neko នឹងទៅមុននាងទៅហើយ Neko ឃើញបែបនេះហើយក៏មិនបានហាមឃាត់ទៅកាន់ Shikamori តទៀតដែរការមកបន្ទប់សម្រាប់ព្យាបាលសាលាវិញ Shikamori បានមកមើលថែទៅកាន់អ៊ីស៊ូមីដល់ក្នុងបន្ទប់សម្រាប់តែម្ដងអ៊ីស៊ូមីបានសួរទៅកាន់ Shikamori ថាតើ Shikamori នឹងអត់ទៅប្រកួតបាល់ទះទេមែនអូនក៏បានប្រាប់វិញថាវាមិនតន់ដល់ពេលនោះទេតាមមើលទៅអាភាពខ្សោយរបស់អ៊ីស៊ូមីនឹងបានធ្វើឲ្យសង្សាររបស់គេបារម្ភមកកាន់អ៊ីស៊ូមីម្ដងទៀតហើយវាពិតជាពិបាកខ្លាំងណាស់ Shikamori បានយកដៃទៅចាប់សក់របស់អ៊ីស៊ូមីហើយក៏បានសរសើរថាសក់របស់គេគឺពិតជាស្អាតណាស់ហើយ Shikamori ក៏បានមើលទៅស្លាកស្នាមរបួសរបស់អ៊ីស៊ូមីនៅលើមុខអ៊ីស៊ូមីបានប្រាប់វិញថាស្លាកស្នាមនេះគឺវាមានយូរមកហើយគឺវាកើតឡើងនៅពេលដែលមានរថយន្តមួយបានបុកសម្រុកចូលផ្ទះគេតែម្ដងស្រាប់រួចហើយ Shikamori បានបង្ហាញពីក្តីបារម្ភរបស់នាងទៅកាន់អ៊ីស៊ូមីហើយក៏បាននិយាយថាមិនអីទេសូមឲ្យតែអ៊ីស៊ូមីនឹងនៅក្បែរនាងរហូតទៅតែបានដែរទេអ៊ីស៊ូមីក៏បានយល់ព្រម Shikamori រៀបនឹងថាចាក់ចេញទៅហើយអ៊ីស៊ូមីក៏បាននិយាយឡើងថាគេក៏ចង់ការពារទៅកាន់ Shikamori ផងដែរតែមើលទៅប្រហែលវាមិនអាចនោះទេពេលនោះដែរ Shikamori ក៏បានផ្លាស់ប្ដូរចិត្តត្រឡប់មករកអ៊ីស៊ូមីវិញឃើញចឹងអ៊ីស៊ូមីក៏បានប្រាប់ថាការប្រកួតរបស់គេនឹងចាប់ផ្ដើមបន្តិចទៀតនឹងហើយស្របពេលនោះដែរ Shikamori ក៏បានទៅបើកភួយរបស់អ៊ីស៊ូមីរួចក៏បាននិយាយថាតើនាងអាចពួននៅក្នុងភួយនេះបានដែរឬទេធ្វើអ៊ីស៊ូមីភ័យជាខ្លាំងតាមប៉ាទៅ Shikamori បោកលេងស Shikamori ចេះបោកកូនប្រុសគេទៀតដឹងថាលេងចឹងដឹងគេភ័យហ្នឹង Shikamori ក៏បានលាទៅកាន់អ៊ីស៊ូមីហើយក៏បានចាក់ចេញទៅបាត់ទៅពេលដែលអូនបានចាក់ចេញមកដល់ខាងក្រៅហើយតាមប៉ាទៅអូនក៏អៀននឹងពាក្យសម្ដីរបស់ខ្លួនឯងផងដែរតាមមកក្នុងតារាងបាល់ទះវិញយើងឃើញថាអូនតូចយយគឺពិតជាអស់កម្លាំងខ្លាំងមែនតើណែក៏បានចូលទៅសួរយយពីនេះពីនោះអីចឹងទៅតែយយមិនបាននិយាយអ្វីឡើយអាគ្នាដកដង្ហើមមិនទាន់គ្នាផងក៏ឲ្យគ្នានិយាយទៀតជាមួយគ្នានោះដែរក៏មានសិស្សស្រីពីរ3នាក់ក៏បានតែរាក់ទាក់នឹងនិយាយលេងជាមួយនឹងសិស្សស្រីម្នាក់ទៀតហើយម្នាក់ស្រីហ្នឹងគឺមានឈ្មោះថាកាមីយ៉ាមើលទៅនាងពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ប្រហែលជានាងជាបុគ្គលល្បីល្បាញហើយពេលនោះដែរ Shikamori ក៏បានធ្វើដំណើរមកដល់កាមីយ៉ាក៏បានសម្លឹងទៅ Shikamori ផងដែរពេលនេះការប្រកួតបាល់ក៏បានចាប់ផ្ដើមឡើងយើងឃើញថាមិនតង់តែបានប្រមាណផងកាមីយ៉ាបានវាយយកគ្រាប់បាល់បានមុនទៅហើយធ្វើឲ្យអ្នកក៏បាននិយាយថានាងពិតជាខ្លាំងណាស់
សាច់រឿងក៏បានកាត់មកដល់ការប្រកួតរបស់អ៊ីស៊ូមីវិញយើងឃើញថាក្រុមរបស់គេបានធ្លាក់បាត់ទៅហើយអ៊ីណូសាកាបានសោកស្ដាយជាខ្លាំងតែអ៊ីស៊ូមីបាននិយាយលើកទឹកចិត្តទៅកាន់អ៊ីណូសាកាផងដែរអ៊ីស៊ូមីក៏បាននិយាយឡើងថាប្រហែលជាពេលនេះការប្រកួតរបស់ស្រីគឺមិនទាន់បានបញ្ចប់នោះឡើយអ៊ីស៊ូមីក៏បានបបួលអ៊ីណូសាកាទៅមើលការប្រកួតនោះតែម្ដងពេលដែលពួកគេទាំងពីរនាក់បានមកដល់នោះយើងឃើញថាក្រុមរបស់ស៊ីកាម៉ូរីគឺពិតជាពិបាកទប់ទល់នឹងក្រុមរបស់កាមីយ៉ាជាខ្លាំងហើយលទ្ធផលនៅពេលនេះក៏យើងបានឃើញដែរគឺក្រុមរបស់កាមីយ៉ាបាននាំមុខទៅកាន់ស៊ីកាម៉ូរី4គ្រាប់បាត់ទៅហើយឃើញបែបនេះអ៊ីស៊ូមីបានស្រែកលើកទឹកចិត្តទៅកាន់សង្សាររបស់ខ្លួនបន្ទាប់ពីត្រូវបានសង្សាររបស់ខ្លួនលើកទឹកចិត្តហើយនោះស៊ីកាម៉ូរីបានបដិញ្ញាចិត្តថាមិនត្រូវចាញ់ជាដាច់ខាតស៊ីកាម៉ូរីក៏បានចាប់ផ្ដើមស្រែកសក់របស់អូនចេញរួចក៏ចងសក់ឡើងវិញដើម្បីជាភាពងាយស្រួលក្នុងការប្រកួតលក្ខណៈថាកុំឲ្យសក់នឹងវាបាំងបាក់លេងអញ្ចឹងទៅដល់ពេលលើកសក់ទៅវាទលាអ៊ីស៊ូមីឃើញអញ្ចឹងហើយគឺគេពិតជាភ្ញាក់ផ្អើលនឹងសម្រត់របស់ស៊ីកាម៉ូរីជាខ្លាំងលើកនេះដែរក៏របស់ស៊ីកាម៉ូរីគឺលេងបានល្អជាងមុនទាំងពីរក្រុមនេះគឺពិតជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរៀងខ្លួនអស់ហើយធ្វើឲ្យពួកគេទាំងពីរក្រុមគឺមានបន្ទុកតាស្មើគ្នាតែម្ដងណែក៏បានទប់បាល់ជាប់ឬក៏ហើយស៊ីកាម៉ូរីក៏មិនចាំយូរដែរនាងក៏បានហក់ឡើងទៅលើរួចក៏ទះបាល់នោះបញ្ចូលយកគ្រាប់តែម្ដងធ្វើឲ្យក្រុមរបស់ស៊ីកាម៉ូរីបានយកឈ្នះទៅកាន់ក្រុមរបស់កាមីយ៉ាតែម្ដងណែក៏ពិតជាសប្បាយចិត្តខ្លាំងណាស់រួចក៏ហក់ទៅអោបស៊ីកាម៉ូរីស្របពេលនោះដែរអ៊ីស៊ូមីក៏បានមកដល់ហើយរួចក៏អបអសាទៅកាន់សង្សាររបស់ខ្លួនផងដែរជាមួយគ្នានោះដែរយើងក៏បានឃើញកាមីយ៉ាបានឈរសម្លឹងមើលទៅកាន់ពួកគេផងដែរក្រោយការប្រកួតត្រូវបានបញ្ចប់មករួមថ្នាក់ទាំងអស់ពិតជាសប្បាយចិត្តខ្លាំងណាស់អ៊ីស៊ូមីក៏បានសរសើរទៅកាន់ទូស្រីរបស់យើងផងដែរតែស៊ីកាម៉ូរីបានតបវិញថានាងខិតខំយ៉ាងនេះក៏ព្រោះតែអ៊ីស៊ូមីបានស្រែកគាំទ្រមកកាន់នាងនោះឯងអ៊ីស៊ូមីបានបន្តសរសើរទៀតទៅកាន់ស៊ីកាម៉ូរីមើលទៅអូនស៊ីកាម៉ូរីពិតជាខ្លាំងណាស់មិនដូចគេឡើយសូម្បីតែកដាកសែតហោះមកចំគេនឹងក៏មិនអាចការពារខ្លួនឯងបានដែរកំពុងតែជជែកគ្នានោះហ្វេនរបស់ស៊ីកាម៉ូរីក៏បានមកសុំថតរូបជាមួយនឹងស៊ីកាម៉ូរីធ្វើឲ្យពួកគេទាំងពីរនាក់ពិតជាគាំងយ៉ាងខ្លាំងអ្នកទាំងអស់នោះក៏បានសួរទៅស៊ីកាម៉ូរីថានឹងមិនមែនជាសង្សាររបស់គេមានអីមើលទៅគាត់ខ្ជូតដែរតាធ្វើឲ្យស៊ីកាម៉ូរីបានឈោបាំងទៅកាន់អ៊ីស៊ូមីផងដែរដោយសារតែនាងនឹងប្រច័ណ្ឌនោះឯងពី3ថ្ងៃក្រោយពីការប្រកួតនោះមកស៊ីកាម៉ូរីគឺពិតជាមានប្រជាប្រិយភាពខ្លាំងមែនតើមានហ្វេនមកតាមដល់គ្រប់ទីកន្លែងតែម្ដងអ៊ីណូសាកាបាននិយាយទៅកាន់អ៊ីស៊ូមីថាសង្សាររបស់គេនៅពេលនេះគឺពិតជាមានភាពល្បីល្បាញខ្លាំងណាស់សូម្បីតែណេកូនឹងក៏ល្បីល្បាញផងដែរអូនតយយើងវិញបានឲ្យអ្នកទាំងអស់គ្នាចូលតម្រង់ជួរដើម្បីបានចាប់ដៃណេកូនោះឯងពួកគេក៏បានបន្តទៀតថានេះប្រហែលជាបញ្ហាសម្រាប់ពួកគេហើយអ៊ីស៊ូមីបាននិយាយថាគេមិនដឹងថាត្រូវធ្វើអ្វីឡើយនៅពេលនេះសូម្បីតែគេនៅពេលនេះក៏មិនអាចចូលទៅចិត្តសង្សាររបស់ខ្លួនបានដែរព្រោះថានៅពេលនេះគឺប្រៀបបានដូចជារស់នៅក្នុងពិភពលោកពីរផ្សេងគ្នាអញ្ចឹងកំពុងតែជជែកគ្នានោះអ៊ីណូសាកាក៏បានរុញអ៊ីស៊ូមីឲ្យចេញពីមាត់បងអុយធ្វើឲ្យគេបានស៊ីមកបាល់ចំកណ្ដាលមកតែម្ដងអ៊ីស៊ូមីក៏បានទៅសុំទោសអ៊ីណូសាកាផងដែរតែអ៊ីណូសាកាថាមិនអីនោះទេស៊ីកាម៉ូរីក៏បានព្យាយាមចង់ចាក់ចេញដែរតែនាងមិនអាចចាក់ចេញបានឡើយសម្រាប់ពេលនោះដែរស៊ីកាម៉ូរីក៏បានសម្លឹងទៅកាន់អ៊ីស៊ូមីនិងអ៊ីណូសាកាសិក្សាគ្នាពេកធ្វើឲ្យនាងមានកូនចិត្តប្រច័ណ្ឌផងដែរតែអ្នកគ្រប់គ្រងរបស់នាងបែរជាថានៅពេលដែលស៊ីកាម៉ូរីខឹងអញ្ចឹងគឺមើលទៅពិតជាខ្ជូតខ្លាំងណាស់អ៊ីស៊ូមីក៏បានយកតកកមកស្អមលើមុខរបស់អ៊ីណូសាកាផងដែរនៅពេលដែលគេបានចាក់ចេញពីសាលានោះអ៊ីស៊ូមីបានគិតតែម្នាក់ឯងថាគេពិតជាពិបាកណាស់នៅពេលដែលគ្មានស៊ីកាម៉ូរីនៅក្បែរបែបនេះហើយនៅក្នុងថ្ងៃនេះដែរគេក៏បានធ្វើឲ្យមិត្តភក្តិរបស់គេឈឺទ្រង់ទុកជំនួសគេផងដែរមើលទៅសភាពរបស់អ៊ីណូសាកាទៅគឺយើងដឹងហើយថាប៉ែកនឹងសោយដល់កម្រិតណាអាហ្នឹងគ្រាន់តែនៅជាមួយតែមួយថ្ងៃផងតំណតនៅជាមួយគ្នារហូតទៀតទៅគឺខ្ញុំសម័យអត់ចេញតែម្ដងអ៊ីស៊ូមីក៏បានគិតបន្តទៀតថាវាក៏ជារឿងល្អផងដែរដែលស៊ីកាម៉ូរីនឹងមានភាពល្បីល្បាញតែគេសង្ឃឹមថាគេនៅតែជាមនុស្សម្នាក់ដែលសំខាន់សម្រាប់នាងតទៀតទៅចោះកំពុងតែគិតនោះមិនបានប្រយ័ត្នគេក៏បានជន់ចដាខុសកម្មចដាប៊ីនឹងធ្លាក់ទៅក្រោមហើយតែបានស៊ីកាម៉ូរីមកជួយសង្គ្រោះអ៊ីស៊ូមីស៊ីកាម៉ូរីក៏បានមកសួរអ៊ីស៊ូមីថាមិនបានជាគេដាក់ទៅផ្ទះតែម្នាក់ឯងចឹងអ៊ីស៊ូមីបានសួរទៅវិញថាហេតុអ្វីបានជាអូនស៊ីកាម៉ូរីនៅទីនេះតែអូនបានតបវិញថានាងនៅនឹងរហូតទៅហើយតែគេទេដែលខំចង់ទៅផ្ទះតែម្នាក់ឯងនោះអ៊ីស៊ូមីបានតបវិញទាំងបានមិនសប្បាយចិត្តនោះទេស៊ីកាម៉ូរីនៅពេលនេះនាងពិតជាមានភាពល្បីល្បាញខ្លាំងណាស់អញ្ចឹងគេមិនគិតថាគេរំខាននាងទៀតទេឬបែបនេះហើយស៊ីកាម៉ូរីបានតបវិញថាហេតុអ្វីបានជាគេគិតបែបនេះទៅវិញនាងគ្រាន់តែចង់ដើរទៅផ្ទះជាមួយគេតែប៉ុណ្ណោះហើយគេក៏បានដឹងផងដែរតែគេនឹងចង់មានកម្រងអ្វីជាមួយនឹងអ៊ីណូសាកាមែនធ្វើឲ្យអ៊ីស៊ូមីកែងជាខ្លាំងអូនបាននិយាយតទៀតថាគេបានចំណាយពេលវេលាជាច្រើនជាមួយអ៊ីណូសាកានៅថ្ងៃនេះគឺច្រើនជាងនាងទៅទៀតអ៊ីស៊ូមីបានបដិសេធថាវាមិនមានន័យបែបនោះទេគេគឺបានរងចាំអូនជានិច្ចនៅក្នុងថ្ងៃនេះរហូតដល់ពេលដែលអូនបានមកដល់ស៊ីកាម៉ូរីព្រោះតែគេនៅតែម្នាក់ឯងដែរគេពិតជាសុំទោសខ្លាំងមែនតើព្រោះតែគេក្នុងថ្ងៃនេះគឺគេមិនអាចចូលទៅចិត្តអូនបានឡើយហើយគេសុំទោសម្ដងទៀតផងតើពួកយើងអាចដើរទៅផ្ទះជាមួយគ្នាបានដែរឬទេហើយស៊ីកាម៉ូរីក៏បានយល់ព្រមផងដែរ